ខ្ញុំនឹងអរគុណមនុស្សស្គួតបែបនោះដល់របៀបណាប្រសិនបើខ្ញុំមិនអាចចូលទៅក្នុងបន្ទប់នោះបានខ្ញុំនឹងមិនអាចទៅពិភពដើមរបស់ខ្ញុំវិញបានទេអ្វីៗទាំងអស់ដែលខ្ញុំបានស៊ូទ្រាំប៉ាម៉ាក់មកទីនេះឲ្យលឿនវានឹងប្រែជាគ្មានន័យប្រសិនបើសេចក្តីស្រឡាញ់ដែលប៉ាម៉ាក់ផ្ដល់ឲ្យខ្ញុំវាមានតិចតួចបំផុតបើខ្ញុំដឹងថាវាជាអ្វីក៏ដោយហេតុអ្វីបានជាអ្នកធ្វើអ្វីមួយដែលមិនសមខ្ញុំឥឡូវនេះពួកយើងត្រូវបោះបង់អ្វីៗទាំងអស់ចោលខ្ញុំព្យាយាមគ្រប់គ្រាន់ហើយខ្ញុំសុំទោសអ្វីដែលខ្ញុំបានធ្វើខុសខ្ញុំគ្រាន់តែស្រែកឃ្លានប៉ុណ្ណោះដូច្នេះជាជាងការធ្វើអ្វីៗដោយខ្លួនឯងអ្នកគួរតែសុំការអនុញ្ញាតជាមុនសិនហើយស្ដាប់ធ្វើខ្លួនឲ្យបានល្អតើនរណាម្នាក់នឹងមិនស្រឡាញ់អ្នកនៅពេលនោះពេលនេះខ្ញុំបានដឹងចម្លើយហើយខ្ញុំពិតជាសប្បាយចិត្តណាស់ទោះបីជាខ្ញុំបរាជ័យរហូតក៏ដោយម្ដងម្កាលសំឡេងទន់ភ្លន់បានស្រែកម្លងខ្ញុំដែលរបស់គាត់ប៉ះក្បាលខ្ញុំថ្នមនឹងបញ្ចប់ការសិក្សារបស់លីអាណាជាមួយនឹងប្រធានវិញ្ញាបណ្ឌបាតសាលារៀនដែលខ្លាចជាសិស្សពូកែចំណុចមួយខ្ញុំមិនអាចទទួលយកបានទេគំនិតនៃការខិតខំប្រឹងប្រែងរបស់ខ្ញុំទាំងអស់នោះប្រែទៅជាផេះវាធ្វើឲ្យខ្ញុំមានអារម្មណ៍ទៅតែមួយផ្លែប៉ុន្តែត្រូវរងទុក្ខនៅរឿងដ៏អាក្រក់មួយនេះកន្លែងដែលខ្ញុំអាចរស់នៅតែមួយគត់គឺកន្លែងនេះតែជីវិតរបស់ខ្ញុំគឺជាអ្វីខ្ញុំត្រូវតែត្រឡប់ទៅវិញនោះហើយជាមូលហេតុដែលខ្ញុំមកទីនេះចាំនៅទីនេះរាប់ខែម៉ាគីបាននិយាយថាគាត់មិននៅផ្ទះទេពី3ខែនេះប៉ុន្តែកូនសោនៅទីនេះធ្វើឲ្យខ្ញុំភិតភ័យខ្ញុំសង្ឃឹមថាខ្ញុំមិនត្រូវបានគេចាប់បានរហូតនៅពេលនេះអ្នកឯងនៅទីនេះឈប់កញ្ញារស់អត់មានសំនិយាយទេកន្លែងកញ្ញារស់នឹងគាត់វិញតែខ្ញុំសុំហាត់តែកញ្ញារស់មកតែថ្ងៃនេះអ្នករវល់ខាងណាមែនទេមិនមែនតើសោះកញ្ញារស់តើអ្នកមិនរវល់ទេដូច្នេះហើយទើបបានជាអ្នកបម្រើដូចអ្នកដើរលេងគ្រប់ពេលវេលាតើអ្នកនៅឯណាហើយអ្នកកំពុងធ្វើអ្វីនៅថ្ងៃដែលម៉ាក់គីមកដល់ខ្ញុំកំពុងស្វែងរកដើម្បីសុំការអនុគ្រោះប៉ុន្តែអ្នកមិនត្រូវបានរកឃើញនៅកន្លែងណាទេអ្នកឯងឈឺនោះខ្ញុំបានឈឺពោះអ្នកឯងនិយាយថាអ្នកឯងឈឺពោះនារីដែលហ៊ានរកលេសមកខ្ញុំបែបនេះជាធម្មតាគេកំប្រសិនបើគ្មានអ្វីទៀតទេខ្ញុំសូមសម្រាប់ហើយរងចាំវត្ថុនៅក្នុងហោប៉ៅរបស់អ្នកតើវាជាអ្វីវាគ្មានអ្វីតទៅសោះដូច្នេះបង្ហាញខ្ញុំអ្នកបាននិយាយថាវាគ្មានអ្វីសោះដូច្នេះសូមឲ្យខ្ញុំអ្នកគ្រូខ្ញុំបានស្វែងរកអ្នកគ្រូមួយរយៈហើយតើអ្នកកំពុងតែធ្វើអ្វីនៅទីនេះឪពុករបស់ខ្ញុំបានហៅអ្នកម៉ាគីបាទវាហាក់ដូចជាបន្ទាន់ហេតុអ្វីបានជាអ្នកមិនទៅជួបគាត់កំពុងតែស្វែងរកខ្ញុំគួរតែទៅសូមអរគុណម្ចាស់វ័យក្មេងតូចនាងរស់គឺតែងតែដូចនោះតើនាងមានអ្វីពិសេសដរាបណានាងមិនអាចចូលក្នុងបន្ទប់ហាមឃាត់បាននាងគ្រាន់តែជាអ្នកបម្រើម្នាក់ទៀតដូចនឹងអ្នកឯងទៀតដែរកុំធ្វើរឿងអ្វីដែលសារគ្មានហេតុផលពេលវេលានៅក្នុងបន្ទប់នោះហាក់ដូចជាកក់ដូចវាត្រូវបានគេបង្ហាញតាំងពីពេលដែលម្ដាយនៅទីនោះខ្ញុំក៏ចង់អានកំណត់ហេតុប្រចាំថ្ងៃដែរប៉ុន្តែវាត្រូវបានសរសេរជាអក្សរជាអកុសលមិនអាចអានបានប្រសិនបើអ្នកមិនអាចយល់ពីវាខ្ញុំសូមតើអេណាគ្រប់ពេលដែលខ្ញុំបានឃើញអ្នកខ្ញុំតែងតែនិយាយអំពីម្ដាយរបស់ខ្ញុំមិនអីទេអ្នកម្ចាស់វ័យក្មេងនោះជាអាចកំបាំងខ្ញុំគ្រាន់តែនឹកម្ដាយនោះហើយជាអ្វីទាំងអស់ចានោះគ្រាន់តែជាកូនចង់បានម្ដាយប៉ុណ្ណោះដូច្នេះតើមានអ្វីកើតឡើងនៅថ្ងៃនោះអត់ទោះតើអ្នកចង់មាននៅយ៉ាងម៉េចនៅថ្ងៃនោះខ្ញុំបានឃើញអ្នកដេកជាមួយឪពុករបស់ខ្ញុំអ្វីខ្ញុំឃើញតើអ្នកបានដេកជាមួយឪពុកខ្ញុំមែនទេជាមួយឪពុកខ្ញុំអ្នកដឹងវាត្រូវហើយណាតើខ្ញុំនឹកម៉ាក់ខ្ញុំប៉ុណ្ណាខ្ញុំចង់មានម្ដាយហើយមានតែម្នាក់គត់ដែលអាចក្លាយជាម្ដាយរបស់ខ្ញុំគឺអ្នកម្ចាស់តូចនៅលើផែនដីនេះគឺជាអ្វីតើអ្នកចង់កំពុងតែនិយាយអំពីអ្វីបានអញ្ជើញអ្នកចាអ្នកធ្លាក់ខ្លួនក្នុងការលេងសើចរបស់ក្មេងប្រុសនោះអញ្ចឹងខ្ញុំមានអ្វីដែលត្រូវពិភាក្សាដូច្នេះវាមិនអីទេខ្ញុំបានគិតខ្ញុំកំពុងតែលេងសើចពេកដោយមានអ្វីសោះខ្ញុំក៏មានអ្វីដែលត្រូវរាយការណ៍នឹងការបបិសោតដែរម៉ាគីយ៉ាងណាមិញខ្ញុំគឺជាមនុស្សតែម្នាក់គត់ដែលអាចធ្វើបាបនៅកៅអីនេះក្បែរគាត់ព្រោះខ្ញុំកាន់ចំណុចខ្សោយរបស់បរិសនោះនៅថ្ងៃដែលត្រូវបណ្ដាសានៅពេលដែលព្រះច័ន្ទរួមបញ្ចូលគ្នាជាមួយនឹងព្រះច័ន្ទក្រហមមួយពណ៌ត្នោតខ្ចីកើតមកដោយសម្លាប់ម្ដាយកើតមានអំណាចវិតមន្តលៀងខួននិងគ្រប់គ្រងមនុស្សដោយសេរីជាមួយនឹងការលុបលុនយ៉ាងខ្លាំងបំផ្លាញអ្វីគ្រប់យ៉ាងដែលនៅក្បែរខ្លួនពួកគេ
គ្មានមនុស្សនៅទីនេះទេដែលទទួលរកពុយវិស័យដូច្នេះគេយកវាមកពីកន្លែងផ្សេងដើម្បីបង្កើតពូជនេះជាវិធីសាស្ត្រសម្ងាត់មួយដែលបានបន្សល់ទុកដោយសប្បុរសរបស់គ្រួសារយើងដែលជាអារក្សដ៏ធំដំបូងអស្ចារ្យចាត់ទុកវាជាកិត្តិយសអ្នកនឹងក្លាយជាតួដំបូងនិងចុងក្រោយនៃការបច្ចេកវិទ្យាហៅសត្វស្វានេះម៉ាគីមិនអាចបដិសេធខ្ញុំរហូតដល់តែគាត់បានជោគជ័យក្នុងការពិសោធន៍សរុបមកវាត្រូវបានធ្វើឲ្យប្រសើរឡើងប្រៀបធៀបទៅនឹងការពិសោធន៍ពីមុនខ្ញុំនឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីកែលម្អនៅក្នុងការពិសោធន៍បន្ទាប់នេះម៉ាគីវាមិនចាំបាច់សម្រាប់វាទេអត់ទោះព្រោះនឹងមិនមានការពិសោធន៍នៅបន្តទៀតទេតើអ្នកនិយាយថាដើម្បីបញ្ឈប់ការពិសោធន៍កោះហៅស្វាន់បាទអ្នកមានសេរីភាពក្នុងការចែកចែងចលនាទ្រព្យឬការផ្សព្វផ្សាយជាគ្រូបង្រៀនខ្ញុំនឹងធ្វើឲ្យប្រកបប្រាក់ខែគ្រូវ័យក្មេងនឹងបានបង់ឲ្យបានត្រឹមត្រូវតើវាដោយសារតែការពិសោធន៍បន្តបរាជ័យការឆ្លើយតបវិជ្ជមានកាន់តែខ្លាំងឡើងលទ្ធផលគួរតែបង្កើតឡើងមុនពេលដែលវាមិនចាំបាច់ទេប៉ុន្តែហេតុអ្វីខ្ញុំត្រូវបញ្យល់ខ្លួនឯងទេកំពុងអប់រំអ្នកស្នងតំណែងម៉ាគីកិច្ចការតូចតាចពេក